នៅក្នុងប្រទេសកម្ពុជារបស់យើងដើមត្នោតគឺសម្បូរខ្លាំងតែនហើយដល់ឋានៈដើមត្នោតគឺជានិមិត្តសញ្ញាដើមឈើប្រចាំប្រទេសកម្ពុជាយើងផងដែរតែហេតុអ្វីបានជាគេដាក់ដើមត្នោតចូលជាដើមឈើតំណាងជាតិរបស់យើងឬក៏ពីព្រោះដើមត្នោតគឺវាមានអត្ថប្រយោជន៍តាំងពីដើមរហូតដល់ស្លឹកតាំងពីដើមឡើយដើមរបស់វាគឺយើងអាចយកទៅធ្វើជាទូកយកទៅធ្វើជាផ្ទះយកទៅធ្វើជារបស់ប្រើប្រាស់ផ្សេងៗតាមការកែច្នៃចំណែកស្លឹករបស់វាគឺយើងអាចយកមកដេរទៅជាកណ្ដប់ទៅជាស្មុកធ្វើជាសម្ភារៈអនុស្សាវរីយ៍ផ្សេងៗហើយផ្លែរបស់វាគឺគេហូបតាំងពីខ្ចីរហូតដល់ទុំតែពេលខ្ចីយើងអាចហូបគ្រាប់របស់វាឬយកផ្លែរបស់វាដើម្បីធ្វើជាសម្លចំណែកដល់ពេលទុំយើងអាចយកផ្លែរបស់វាទៅកែច្នៃធ្វើជាបង្អែមផ្សេងៗបានផងដែរលើពីនេះតទៅទៀតសូម្បីតែផ្ការបស់វាគឺយើងអាចរៀបយកទឹកវាដើម្បីធ្វើជាទឹកត្នោតផ្អែមឬក៏ត្នោតជូរតាមការនិយមចូលចិត្តរបស់ប្រជាជនខ្មែររបស់យើងឬក៏មួយទៀតគេអាចចុចត្នោតផ្អែមរបស់វាដើម្បីផលិតជាស្ករត្នោតដែលមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់នៅក្នុងប្រទេសជាតិកម្ពុជាយើងផងដែរ